បាទជំរាបសួរគឺសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំបាទមានមុខម្ហូបថ្មីបើមិនថ្មីទេនិយាយលេងហ្នឹងស្លមជូរផលិតយើងនេះហើយពុកម៉ាក់គេយកមកលេងហើយក៏គេផ្ញើកពឹសមកយើងសល់ក៏មិនថាមានអីមានស្លមជូរផលិតហើយខ្ញុំក៏ដើរទៅដកផលិតបាទនៅក្រោយផ្ទះរបស់ខ្ញុំនឹងមានស្រះផលិតធម្មជាតិហើយយើងដកហើយក៏នេះប្រពន្ធរបស់ខ្ញុំហ្នឹងក៏គេចាប់ដើមកាត់ក្បាលកាត់អីកពឹសហ្នឹងហើយដើម្បីយើងរៀបចំស្លកពឹសធំទៀតណាចង់ប៉ិនកូនដៃកូនខ្ញុំហើយកពឹសនេះហើយស្លជាមួយស្លំជូរសាំងណាក៏សាំងកាប់នៅយើងឆ្កឹះគ្រាប់ឆ្កឹះអីទៅហើយហ្នឹងហើយក៏មានមានផលិតស្ទើររបស់យើងឯងរកបាននៅក្រោយផ្ទះខ្ញុំសម្បូរផលិតហើយកូនខ្ញុំវាហេវបាយវាមិននឹងឈោស្រែកមានតែកូននេះអូវាក៏ហេវដូចតែគ្នាហ្នឹងមិនត្រឡប់ទៅឆ្អិនហើយពួកខ្ញុំក៏បានប្រញាប់ដៃប្រញាប់ជើងក្នុងការស្លបានហ្នឹងហើយស្លនេះគឺស្លកពឹសជាមួយនឹងត្រីទក់ហ្នឹងហើយយើងចាប់ដើមរៀបចំស្លពួកខ្ញុំក្នុងដាក់ត្រីបងហើយបន្លែបងអីពេលលឹមទៀតថ្ងៃនេះវាមេឃងាយមក 4-5 យដល់លឹមតិចប៉ុន្តែម៉ែខ្ញុំក៏អត់ចេះតនេទេពេលលឹមអីគាត់ទៅដួសចកអាសូឡាយកមកអុយទារបស់គាត់ហ្នឹងហើយទាមន់របស់គាត់ចកសូឡាអត់សល់ល្អហ្នឹងមិនហើយសម្លរបស់យើងក៏រៀបចំឆ្អិនហើយរបស់យើងដាក់ហើយត្រីដាក់អីហើយអញ្ចឹងទៅក៏យើងដាក់កពឹសvớiត្រីព្រោះយើងដាក់កពឹសចុងក្រោយដាក់កពឹសធំល្អទៀតកពឹសនេះហ្នឹងហើយក៏ពេលឆ្អិនហើយហ្នឹងហើយក៏ចេញរូបរាងបែបនេះបាទហើយខាងបងប្អូនស្លរូបរាងមិនដែរបាទជួយខមមិនមួយផងហ្នឹងហើយសម្លរបស់យើងក៏ឆ្អិនហើយបងប្អូនហើយពួកខ្ញុំក៏រៀបចំហូបបាយបាទហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងឯងបាទខ្ញុំក៏រៀបចំហូបបាយបាទសូមអរគុណច្រើនសម្រាប់ការទស្សនាបាទបាយ